ជំរាបសួរបងប្អូនទាំងអស់នាងខ្ញុំផាណាថ្ងៃនេះមានប្រធានបទមួយមកចែករំលែកជូនបងប្អូនស្ដីពីការផ្អាកទទួលពាក្យស្នើសុំបង្កើតស្ថានីយ៍ប្រេងនិងឧស្ម័នឥន្ធនៈថ្មីក្រសួងរ៉ែនិងធម្មពលសូមជម្រាបជូនដំណឹងដល់អ្នកអង្គការលោកស្រីជ្រាបថាក្រសួងរ៉ែនិងធម្មពលនឹងផ្អាកទទួលពាក្យការស្នើសុំបង្កើតស្ថានីយ៍ប្រេងនិងឧស្ម័នឥន្ធនៈថ្មីជាបណ្ដោះអាសន្នចាប់ពីថ្ងៃទី1ខែមីនាឆ្នាំ2026រហូតដល់ថ្ងៃទី31ខែកក្កដាឆ្នាំ2026ដើម្បីពិនិត្យនិងកែសម្រួលបទបញ្ញត្តិបច្ចេកទេសសុវត្ថិភាពសម្រាប់ការរៀបចំស្ថានីយ៍ប្រេងនិងឧស្ម័នឥន្ធនៈឡើងវិញនិងកំណត់គោលការណ៍ក្នុងការអនុញ្ញាតឲ្យបង្កើតស្ថានីយ៍ថ្មីផងដែរចំពោះស្ថានីយ៍ប្រេងនិងឧស្ម័នឥន្ធនៈដែលកំពុងដំណើរការក្រសួងនឹងបន្តទទួលពាក្យស្នើសុំវិញ្ញាបនបត្របញ្ជាក់បច្ចេកទេសសុវត្ថិភាពបន្តសុពលភាពផ្ទេរសិទ្ធិនិងកែសម្រួលស្ថានីយ៍ជាធម្មតាព័ត៌មានលម្អិតបងប្អូនអញ្ជើញមកក្រុមហ៊ុន Dynamic Accounting Service ហៅកាត់ DS ឬជួយចុច like ឬ comment នៅខាងក្រោមសូមអរគុណ